Hello បងប្អូនទាំងអស់គ្នាចាបន្ទាប់ពីផុសឬស្លឹកដែលខ្ញុំដើរបែបផ្លែឈើចាដើម្បីផ្លែបឺផ្លែសាវម៉ាវអីហ្នឹងណាបងប្អូនទាំងអស់គ្នាចាឥឡូវនេះមានវីដេអូហ្នឹងក៏ផុសចាជូនបងប្អូនមើលពីសកម្មភាពនឹងខ្ញុំដើរបែបផ្លែឈើតែម្ដងទៅចាដោយសារតែរូបវីដេអូនេះគឺជាវីដេអូចាស់ទេបងប្អូនទាំងអស់គ្នាប៉ុន្តែនៅក្នុងទូរស័ព្ទយូរពេកទៅចង់ឃ្លីចាស់ចេញខ្លះអញ្ចឹងណាបងប្អូនចាទុកកន្លែងដាក់វីដេអូថ្មីដើម្បីចែកជូនបងប្អូនមើលចាវីដេអូនេះតាំងពីខែ4ខែ5មកបងប្អូនទាំងអស់គ្នាចាកាលនោះនេះខ្ញុំនៅធ្វើការហើយក៏ឆ្លៀតបានច្បាប់មកលេងផ្ទះបានមួយថ្ងៃពីរថ្ងៃអញ្ចឹងក៏ដើរមកមើលចកាអញ្ចឹងណាបងប្អូនចាដល់ពេលមកទៅក៏ឃើញបឺចាស់ក៏ដើរបេះផ្លែបឺនឹងយកទៅបន្ទំហូបតែម្ដងទៅដើរទៅបេះរជាបញ្ចប់ចាម្ដងផ្លែឈើនេះម្ដងផ្លែឈើនោះចាដោយសារតែចកានេះខ្ញុំចិត្តផ្ទះដែរអញ្ចឹងណាបងប្អូនចាដើរតែបន្តិចក៏ដល់ហើយអញ្ចឹងក៏ពេល stress ពេលអីហ្នឹងបានទៅចកាហ្នឹងគឺស្រស់ស្រាយវិញហ្នឹងបងប្អូនទាំងអស់គ្នាចានេះផ្លែបឺបានច្រើនផ្លែដែរផ្លែវាចាស់ល្អហើយនិយាយថាបឺនេះវិញគឺឆ្ងាញ់លេខ1តែម្ដងចាសបកវាស្ដើងសាច់វាល្មួតឆ្ងាញ់តាមពិតទៅអ្នកចំការមានអីអួតនឹងគេទេបងប្អូនទាំងអស់គ្នាមានតែដំណាំហូបផ្លែនឹងឯងហើយដំណាំហូបផ្លែនេះខ្ញុំដាំក៏អត់បានច្រើនដែរគ្រាន់តែដាំ4-10ដើមនៅជុំវិញផ្ទះហើយនឹងនៅចំការដើម្បីបានផ្លែបានអីហូបសម្រាប់ខ្លួនឯងអញ្ចឹងណាបងប្អូនចាហើយនឹងឲ្យកូនហូបតែប៉ុណ្ណឹងឯងហើយនេះសាវម៉ាវនឹងខ្ញុំដាំនៅចុងចំការបងប្អូនទាំងអស់គ្នាចាដាំបាន2ដើមដែរពូជសាវម៉ាវហើយផ្អែមចាសាច់ច្រើនផ្អែមមែនតើហើយនេះខ្ញុំមកបេះនេះគឺសល់ពីសัตว์ស៊ីទេបងប្អូនចាដោយសារតែអបសុកអញ្ចឹងចេះតែដើរបេះដើរបោចផ្លែឈើនៅចំការលេងទៅបងប្អូនទាំងគ្នាចាហើយនិយាយថាសាវម៉ាវនេះបងប្អូននិយាយថាកាលវាផ្កានិយាយវាផ្កាឡើងស្នោចដើមតែម្ដងតែដល់ពេលផ្លែដូចវាអត់សូវជាប់មកទេបងប្អូនទាំងគ្នាដោយសារតែនេះខ្ញុំអត់បានប្រើថ្នាំបាញ់វាអញ្ចឹងណាចាដោយសារតែយើងអាងថាទុកហូបខ្លួនឯងថាតាមធម្មជាតិសុខសាន្តតែម្ដងចាហើយយើងចាំអត់មើលផ្លែឆ្នាំក្រោយបងប្អូនចាចាំមើលវាផ្លែបានច្រើនដែរក៏អត់ដោយសារតែនេះខ្ញុំមិនដែលបាញ់ថ្នាំវាទេបដោយវាតាមធម្មជាតិតែម្ដងហើយចំណែកដើមតរេននេះវិញបងប្អូនក៏អត់ប្រើថ្នាំដែរអញ្ចឹងហើយវាមានស្នាមស្អុយខ្លះអញ្ចឹងណានិយាយថាផ្លែអានេះដើមទៅតែផ្លែឆ្នាំដំបូងឯងហើយចំណែកដើមនេះគឺផ្លែ2-3ឆ្នាំហើយបងប្អូនតាគ្នា